ចាសូមស្វាគមន៍មកកាន់មេរៀនទី1ប្រសិទ្ធភាពនៃការគ្រប់គ្រងថ្នាក់រៀនតើនៅពេលដែលលោកគ្រូអ្នកគ្រូបានឃើញចំណងជើងមេរៀនរបស់យើងហើយលោកគ្រូអ្នកគ្រូមានចំណាប់អារម្មណ៍ឬក៏ការនិយមន័យដូចម្ដេចខ្លះតាក់ទងនឹងប្រសិទ្ធភាពនៃការគ្រប់គ្រងថ្នាក់រៀនតើមានន័យដូចម្ដេចសម្រាប់លោកគ្រូអ្នកគ្រូលោកគ្រូអ្នកគ្រូអាចយកប៊ិចនិងសៀវភៅដើម្បីសរសេរជាគំនិតចេញពីគំនិតរបស់យើងហើយទុកឆ្លុះបញ្ចាំងនៅពេលដែលយើងបានរៀនចប់មេរៀនជាមួយគ្នាហើយធ្វើឲ្យលោកគ្រូអ្នកគ្រូងាយចងចាំបានល្អផងដែរនៅពេលដែលយើងបានបញ្ចេញចំណេះដឹងមានស្រាប់របស់យើងមុនហើយបន្ទាប់មកយើងទៅស្ដាប់ការបង្រៀនហើយបន្ទាប់មកយើងធ្វើការឆ្លុះបញ្ចាំងនោះជួយឲ្យយើងមានប្រសិទ្ធភាពខ្ពស់ក្នុងការរៀនសូត្រចា៎ជាកិច្ចចាប់ផ្ដើមសំណួរសួរថាហេតុអ្វីត្រូវការប្រសិទ្ធភាពនៃការគ្រប់គ្រងថ្នាក់រៀនហេតុអ្វី why ចា៎មិនបានប្រសិទ្ធភាពនៃការគ្រប់គ្រងថ្នាក់រៀននឹងចាំបាច់នៅទីនេះគឺមានខ្លឹមសារ3សំខាន់គឺទី1សុខុមាលភាពផ្លូវចិត្តទី2ការចូលរួមទី3លទ្ធផលសិក្សាអញ្ចឹងប្រសិទ្ធភាពនៃការគ្រប់គ្រងថ្នាក់រៀនគឺជួយជំរុញឲ្យសិស្សរបស់យើងមានការចូលរួមហើយនឹងមានសុខុមាលភាពផ្លូវចិត្តហើយជាចុងក្រោយគឺទទួលបានលទ្ធផលសិក្សាខ្ពស់ចា៎នោះជាអ្វីដែលយើងចង់បានតាមរយៈប្រសិទ្ធភាពនៃការគ្រប់គ្រងថ្នាក់រៀនដោយសារតែវគ្គនេះសម្រាប់លោកគ្រូអ្នកគ្រូនៅដែលកំពុងបង្រៀននៅថ្នាក់បឋមសិក្សាអញ្ចឹងយើងគួរតែស្វែងយល់ពីស្ថានភាពរបស់កុមារនៅក្នុងវ័យបឋមសិក្សាផងដែរតើគាត់ជាវ័យបែបណាអញ្ចឹងមានការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញឡើងថាកុមារនៅក្នុងវ័យបឋមសិក្សាជាវ័យកំពុងស្ថិតនៅក្នុងដំណាក់កាលនៃការរៀនបង្កើតការគិតដំណាក់កាលនៃការរៀនបង្កើតការគិតហើយគេត្រូវការមជ្ឈដ្ឋានសុវត្ថិភាពជាចាំបាច់ចាំមជ្ឈដ្ឋានអាចបរិយាកាសជុំវិញបរិស្ថានឬក៏កន្លែងដែលគាត់រៀនសូត្រហ្នឹងចាដែលមានសុវត្ថិភាពជាចាំបាច់ដើម្បីផ្ដល់ឱកាសឲ្យពួកគាត់ស្វែងយល់និងរៀនសូត្របានល្អចាគេបានលើកឡើងថានៅពេលដែលកុមារត្រូវបានវាយប្រហារវាយប្រហារកន្លែងនេះអាចចែកចេញជាពីរគឺវាយប្រហារទៅលើរូបរាងកាយនិងវាយប្រហារទៅលើផ្លូវចិត្តផងដែរអញ្ចឹងនាំឲ្យកុមារធ្លាក់ចូលទៅក្នុងស្ថានភាព stress ហើយខួរក្បាលរបស់ពួកគេនឹងផ្ដល់អាទិភាពដល់ប្រតិកម្មនៃការការពារជំនួសឲ្យដំណើរការរៀនសូត្រដើម្បីទទួលបានព័ត៌មានដើម្បីរៀនសូត្រចា៎អញ្ចឹងផលវិបាកនៃទង្វើនេះនៅបានន័យថានៅពេលដែលកុមារទទួលបានការវាយប្រហារហ្នឹងគឺនាំឲ្យមានការថយចុះការផ្ដោតអារម្មណ៍ការចងចាំសមត្ថភាពដោះស្រាយបញ្ហាដែលទាំងអស់នេះនាំឲ្យប៉ះពាល់ទៅដល់ការសិក្សារបស់សិស្សហើយនឹងការអភិវឌ្ឍចំណេះដឹងរបស់សិស្សផងដែរចា៎នេះជាអ្វីដែលគេបានលើកឡើងពីស្ថានភាពកុមារនៅក្នុងកម្រិតបឋមសិក្សាដែលយើងគួរស្វែងយល់ចា៎គាត់ត្រូវការបរិយាកាសបរិស្ថានដែលមានសមត្ថភាពដើម្បីជួយគាត់ឲ្យស្វែងយល់និងរៀនសូត្របានល្អហើយបើសិនជាគាត់ស្ថិតនៅក្នុងបរិយាកាសបែបហិង្សាវាយប្រហារនោះធ្វើឲ្យគាត់អត់រៀនសូត្របានអីទេក្រៅពីធ្វើយ៉ាងណាឆ្លើយតបជាមួយនឹងបញ្ហានោះដើម្បីការពារខ្លួននិយាយទៅយើងនិយាយខ្លីការពារខ្លួនហើយផលវិបាកហ្នឹងគឺគាត់អត់មានឱកាសគិតឬក៏មានសមត្ថភាពយកចិត្តទុកដាក់ដោះគិតពីជំរើសនៃការដោះស្រាយបញ្ហាទេគឺធ្វើម៉េចឲ្យការពារខ្លួនមករួចខ្លួនសិនណាចាអញ្ចឹងយើងដឹងហើយពីស្ថានភាពកុមារនៅក្នុងវ័យនេះចាអញ្ចឹងអ្វីទៅជាប្រសិទ្ធភាពនៃការគ្រប់គ្រងថ្នាក់រៀនតើប្រសិទ្ធភាពនៃការគ្រប់គ្រងថ្នាក់រៀនមានន័យដូចម្ដេចខ្លះចាចឹងដដែលឡើងវិញនៅទីនេះគឺប្រសិទ្ធភាពនៃការគ្រប់គ្រងថ្នាក់រៀនគឺគេផ្ដោតទៅលើពីរចំណុចទី1សុខុមាលភាពផ្លូវចិត្តរបស់សិស្សនិងការចូលរួមរបស់សិស្សអញ្ចឹងនៅពេលដែលលោកគ្រូអ្នកគ្រូប្រើបច្ចេកទេសប្រើវិធីសាស្ត្របង្រៀនគ្រប់គ្រងថ្នាក់រៀនបែបណាក៏ដោយបើសិនជាសកម្មភាពទាំងអស់នោះអត់បានលើកកម្ពស់ដល់សុខុមាលភាពផ្លូវចិត្តនិងការចូលរួមរបស់សិស្សយើងនោះទេប្រហែលជាយើងត្រូវសួរឡើងវិញតើ
យើងគួរអនុវត្តបន្តទៀតឬក៏យើងគួរកែលម្អចា៎ហើយមានការលើកឡើងជាផ្សេងទៀតដែរដូចជាជួយឲ្យមានទំនាក់ទំនងជាវិជ្ជមានរវាងគ្រូនិងសិស្សជួយឲ្យការបង្កើតការបង្រៀនហ្នឹងមានតាមបែបច្នៃប្រឌិតនិងធ្វើជាគំរូល្អច្នៃប្រឌិតធ្វើជាគំរូល្អគោលការណ៍ថ្នាក់រៀនចាជួយពង្រឹងចំណុចវិជ្ជមាននិងកែលម្អនៅចំណុចអវិជ្ជមានដោយណែនាំសិស្សឲ្យប្រើវិធានត្រឹមត្រូវនិងអហិង្សាជំនួសឲ្យតនកម្មលើរាងកាយនិងផ្នែកស្មារតីនេះគឺជាអ្វីដែលនៅក្នុងសភៅទាំងពីរនេះបានលើកឡើងតាក់ទងនឹងអ្វីទៅជាប្រសិទ្ធភាពនៃការគ្រប់គ្រងថ្នាក់រៀនចា៎ឥឡូវនេះយើងបានមើលឃើញហើយប្រសិទ្ធភាពនៃការគ្រប់គ្រងថ្នាក់រៀនយកចិត្តទុកដាក់ទៅលើពីរចំណុចគឺសុខភាពផ្លូវចិត្តនិងការចូលរួមរបស់សិស្សយើងអញ្ចឹងតើសុខភាពផ្លូវចិត្តមានន័យដូចនេះយើងនឹងសិក្សាជាមួយគ្នានៅពេលបន្តិចទៀតនេះសុខភាពផ្លូវចិត្តគឺប្រាប់លោកគ្រូអ្នកគ្រូចាឬក៏មនុស្សធំហ្នឹងពីអារម្មណ៍របស់កុមារដែលកើតឡើងនៅពេលកុមារមានទំនុកចិត្តលើខ្លួនឯងកុមារគោរពខ្លួនឯងកុមារមានការបដិញ្ញាចិត្តមានភាពឃ្លាវខ្លានិងយល់ច្បាស់ពីខ្លួនឯងចាអញ្ចឹងយើងអាចសង្កេតមើលឃើញបើសិនជាកុមារមានចំណុចទាំងអស់នេះមានន័យថាសុខភាពផ្លូវចិត្តគាត់ល្អអញ្ចឹងលក្ខណៈសម្គាល់នៃសុខភាពផ្លូវចិត្តល្អគឺទី1កុមារបង្ហាញថាកុមារមានការរំជួលចិត្តបែបល្អមានភាពសុខដុមជាមួយនឹងបរិយាកាសឬក៏មជ្ឈដ្ឋានជុំវិញខ្លួនចាឧទាហរណ៍ដូចជាគាត់មានសមត្ថភាពនិងអកប្បកិរិយាចាំបាច់មួយចំនួនដើម្បីឆ្លើយតបនៅក្នុងលក្ខណៈវិជ្ជមានចាហើយបទពិសោធន៍សុខភាពផ្លូវចិត្តហ្នឹងពិតរបស់កុមារគឺជួយឲ្យកុមារហ្នឹងទទួលបាននូវកម្លាំងចិត្តហើយនឹងស្គាល់អំពីអំណាចរបស់ខ្លួនចានោះជាអ្វីដែលជាលក្ខណៈសម្គាល់នៃសុខភាពផ្លូវចិត្តឥឡូវនេះយើងទៅសិក្សាពីសុខភាពផ្លូវចិត្តទាបវិញចាមានន័យដូចនេះចាសុខភាពផ្លូវចិត្តទាបមានន័យថាកុមារបង្ហាញពីស្ថានភាពមិនពេញចិត្តនៅតម្រូវការមូលដ្ឋានចាកម្រិតមូលដ្ឋានគាត់ដូចមិនវាយណាមានរបស់ហូបមានអីមានការស្លៀកស្អាតហើយប៉ុន្តែនៅតែមានអារម្មណ៍មិនពេញចិត្តអីចឹងទៅចាអញ្ចឹងសញ្ញានៃកង្វះខាតសុខភាពផ្លូវចិត្តចង់ឲ្យបង្ហាញថាការអភិវឌ្ឍអារម្មណ៍និងសង្គមរបស់កុមារស្ថិតនៅក្នុងហានិភ័យយ៉ាងនេះអ្វីដែលគេបានលើកឡើងឥឡូវនេះយើងទៅមើលពីចំណុចមួយចំនួនសញ្ញាមួយចំនួនដើម្បីវាស់កម្រិតនៃសុខភាពផ្លូវចិត្តរបស់សិស្សយើងតាមរយៈឯកសារមេរៀនគឺគេបានបែងចែកចេញជា5កម្រិតចា៎កម្រិតទី1ទាបបំផុតហើយកម្រិតទី5ខ្ពស់បំផុតឥឡូវនេះយើងទៅសិក្សាអំពីកម្រិតនីមួយៗកម្រិតទី1សុខភាពផ្លូវចិត្តទាបបំផុតតើមានសញ្ញាអ្វីខ្លះយើងមើលឃើញសញ្ញាគឺកុមារបង្ហាញពីភាពមិនសុខស្រួលក្នុងចិត្តយ៉ាងច្បាស់ដូចជាយំស្រែកខកចិត្តក្រៀមក្រំភ័យខ្លាចខឹងចាកុមារមិនឆ្លើយតបនឹងបរិយាកាសជុំវិញឬក៏មជ្ឈដ្ឋានជុំវិញកុមារកិច្ចមិនព្រមធ្វើទំនាក់ទំនងហើយនឹងដកខ្លួនចេញពីសកម្មភាពដែលគេតម្រូវគាត់ធ្វើឬក៏គាត់ត្រូវជួបប្រទេសឯហ្នឹងគឺគាត់អត់ចូលចិត្តចូលរួមទេគាត់ចូលចិត្តដកខ្លួនឯងនៅស្ងាត់ខុសដាច់ដោយឡែកពីគេអញ្ចឹងទៅហើយទន្ទឹមនឹងផងដែរកុមារអាចមានអេរយាប័តមិនសមរម្យអេរយាប័តមិនសមរម្យនៅទីនេះមាន2អាចទី1គាត់ធ្វើឲ្យខ្លួនគាត់ឈឺចាប់ឬក៏ទី2ធ្វើឲ្យអ្នកដទៃឈឺចាប់អញ្ចឹងនៅពេលដែលកុមារមានសុខភាពផ្លូវចិត្តទាបបំផុតហ្នឹងគឺគាត់នឹងលេចឡើងមានសញ្ញាទាំងអស់នេះលោកគ្រូអ្នកគ្រូអាចឧស្សាហ៍យកចិត្តទុកដាក់ដើម្បីជួយសិស្សយើងបានល្អនៅកម្រិតទី2កម្រិតទាបចាមិនទាបពេកទេប៉ុន្តែទាបចាកាយយើងអាចមើលតាមរយៈកាយវិការទឹកមុខឬក៏សកម្មភាពបញ្ជាក់ឃើញថាកុមារហ្នឹងមានអារម្មណ៍ដូចអត់សូវស្រួលទេទោះយ៉ាងណាក៏ដោយ
អ្វីដែលយើងមើលឃើញតាមរយៈកាយវិការទឹកមុខនិងសកម្មភាពហ្នឹងដែលយើងបានរៀបរាប់នៅកម្រិតទី1គឺមកដល់កម្រិតទី2នេះវាមានដែរប៉ុន្តែអត់សូវញឹកញាប់ទេចាវាមានកម្រិតតិចជាងកម្រិតទី1អញ្ចឹងយើងចាត់ទុកថានៅកម្រិតទី2ចាឥឡូវនេះយើងចូលដល់កម្រិតទី3សុខុមាលភាពផ្លូវចិត្តមធ្យមតើសុខុមាលភាពផ្លូវចិត្តមធ្យមមានសញ្ញាដូចម្ដេចខ្លះគឺកុមារមានអាកប្បកិរិយាអព្យាក្រឹតធម្មតាចាទឹកមុខនិងកាយវិការបញ្ចេញមកក្រៅតិចតួចឬគ្មានចិត្តរំជួលកុមារគ្មានសញ្ញាបញ្ជាក់ពីភាពរីករាយសុខស្រួលក្នុងចិត្តឬមិនសុខស្រួលក្នុងចិត្តនោះទេចាអញ្ចឹងកន្លែងនេះកម្រិតទី3មធ្យមបាទធម្មតាមិនសប្បាយពេកហើយក៏មិនកាត់ទុកពេកសរុបឲ្យខ្លីអូខេនៅកម្រិតទី4ចាប់ផ្ដើមខ្ពស់ហើយគឺគេបានប្រាប់ថាមានសញ្ញាដូចកម្រិតទី5តែគ្រាន់តែសញ្ញាទាំងអស់នោះមិនបានបង្ហាញញឹកញាប់ចាជួនកាលម្ដងមកកាលជួនកាលលេចឡើងខ្លះទៅក៏បាត់ទៅវិញអញ្ចឹងទៅចាអញ្ចឹងឥឡូវតើយើងដឹងថាចំណុចនៅកម្រិតទី5មានអីខ្លះឥឡូវយើងចូលដល់កម្រិតទី5គឺសុខុមាលភាពផ្លូវចិត្តខ្ពស់បំផុតកុមារបង្ហាញនៅភាពសប្បាយរីករាយត្រេកអរញញឹមរំភើបលាយឡំពេលខ្លះមានទឹកភ្នែកផងដែរកុមារមានភាពរស់រវើកនិងពោពេញដោយថាមពលចាមើលទៅមិនមែនស្ញយមុខសពោនអីទេគឺហាក់ដូចជាភាពរស់រវើកពោពេញទៅដោយថាមពលហើយបើតាមរយៈសកម្មភាពវិញគឺកុមារអាចធ្វើសកម្មភាពហ្នឹងមានភាពឯករាជ្យនិងច្បាស់លាស់ចាមិនមែនខ្ជិលជាមិនមែនដូចមើលទៅអត់ចំណាប់អារម្មណ៍អីចឹងគឺរបៀបចង់ធ្វើចង់ចូលរួមអីចឹងទៅកុមារអាចនិយាយទៅកាន់ខ្លួនឯងលេងជាមួយនឹងសំឡេងបំពេឬច្រៀងអញ្ចឹងបើយើងឃើញថាអូកូនយើងជាពិសេសកុមារតូចៗចូលចិត្តច្រៀងបំពេបញ្ចេញសំឡេងហ្នឹងមានន័យថាអូគេពងសប្បាយចិត្តហើយសុខុមាលភាពផ្លូវចិត្តគេល្អហើយកុមារមានអារម្មណ៍ធូរស្រាលនិងគ្មានសញ្ញានៃភាពធុញថប់ឬតានតឹងនោះទេចាកុមាររីករាយក្នុងការចូលរួមជាមួយនឹងបរិយាកាសជុំវិញកុមារបញ្ជាក់នៅទំនុកចិត្តនិងមានទំនួលខុសត្រូវលើខ្លួនឯងចាអញ្ចឹងបើសិនជាយើងមើលឃើញចំណុចទាំងអស់នេះមានន័យថាសុខុមាលភាពផ្លូវចិត្តរបស់កុមារមានកម្រិតខ្ពស់បំផុតនៅពេលដែលយើងបានយល់អំពីសុខុមាលភាពផ្លូវចិត្តរួចហើយឥឡូវនេះយើងទៅមើលការចូលរួមវិញម្ដងចាការចូលរួមគឺជាអ្វីដែលយើងសង្កេតឃើញនៅពេលដែលកុមារចូលរួមយ៉ាងសកម្មនៅក្នុងការធ្វើសកម្មភាពណាមួយដោយផ្អែកជាចម្បងលើអ្វីដែលកុមារកំពុងតែធ្វើអញ្ចឹងយើងសង្កេតការចូលរួមរបស់កុមារឬក៏របស់សិស្សទៅលើអ្វីដែលគាត់កំពុងធ្វើចាអញ្ចឹងលក្ខណៈសម្គាល់នៃការចូលរួមគឺការផ្ចង់អារម្មណ៍ខ្លាំងចាមានការតាំងចិត្តខ្ពស់សកម្មភាពផ្លូវចិត្តខ្លាំងការពេញចិត្តខ្លាំងការប្រតិបត្តិកម្រិតខ្ពស់ចាអញ្ចឹងផ្ចង់អារម្មណ៍បានន័យថាពេលដែលគាត់ធ្វើអីមួយគាត់ដូចជាសកម្មយកចិត្តទុកដាក់ចេះសួរចេះអីដើម្បីទទួលបានព័ត៌មានធ្វើឲ្យគាត់ធ្វើកិច្ចការនឹងបានកាន់តែល្អនឹងយើងហៅថាផ្ចង់អារម្មណ៍យកចិត្តទុកដាក់ស្ដាប់គ្រូអីចឹងទៅហើយការតាំងចិត្តខ្ពស់មានន័យថាបើធ្វើហើយអត់សូវជោគជ័យអត់សូវបានល្អគាត់អត់សុខចិត្តទេគាត់នឹងព្យាយាមធ្វើម្ដងទៀតអីចឹងទៅហ្នឹងយើងហៅថាការតាំងចិត្តខ្ពស់ចាសកម្មភាពផ្លូវចិត្តខ្លាំងគឺធ្វើដោយសប្បាយចិត្តមិនមែនធ្វើដោយការបង្ខំទេហើយបង្ហាញនៅការពេញចិត្តខ្លាំងមានន័យថាពេលដែលគ្រូឲ្យធ្វើតែប៉ុណ្ណេះតែពេលដែលគាត់ធ្វើហើយបានល្អហើយគាត់ព្យាយាមនឹងបន្តធ្វើទៀតចាទៅស្រាវជ្រាវបន្ថែមឯហ្នឹងយើងមើលឃើញតាក់ទងនឹងការចូលរួមរបស់កុមារមួយទៀតដែរការប្រតិបត្តិកម្រិតខ្ពស់ចាកុមារអាចរៀនបានដោយមានការគ្រប់គ្រងពីគ្រូចាអូខេតាក់ទងការចូលរួមនិយាយន័យរួមមានប៉ុណ្ណេះឥឡូវនេះយើងទៅមើលកម្រិតនៃការចូលរួមរបស់សិស្សយើងវិញគេបែងចែកចេញជា5ចំណុចដូចគ្នាហើយកម្រិតទី1ទាបបំផុតកម្រិតទី5ខ្ពស់បំផុតឥឡូវយើងទៅមើលកម្រិតនីមួយៗកម្រិតទី1ទាបបំផុត
សកម្មភាពមានលក្ខណៈសាមញ្ញសកម្មភាពនឹងដដែលនឹងអសកម្មកុមារអាចសម្លឹងមើលកន្លែងណាមួយឬមើលអ្វីដែលអ្នកផ្សេងកំពុងធ្វើអញ្ចឹងបើសិនជាយើងមើលសកម្មភាពរបស់កុមារមានសញ្ញាទាំងអស់នេះមានន័យថាការចូលរួមរបស់គាត់គឺទាបបំផុតនិយាយទៅអត់ខ្វល់បើគ្រូកំពុងបរៀនគ្រូនិយាយអីនិយាយទៅមិត្តភ័ក្តិឆ្លើយអីឆ្លើយទៅតែអារម្មណ៍គាត់ហោះហើរមើលទៅក្រៅឬក៏ត្រូវបានរំខានដោយអ្វីមួយផ្សេងចឹងទៅចាឥឡូវឈានដល់កម្រិតទី2ទៀតចាជាញឹកញាប់សកម្មភាពដែលគាត់កំពុងធ្វើនោះត្រូវបានរំខានចាធ្វើឲ្យដែរចោះពេកបងធ្វើចឹងទៅធ្វើអីផ្សេងចឹងទៅចាពេលខ្លះកុមារចូលរួមសកម្មភាពក្នុងខណៈដែលត្រូវបានគ្រូហ្នឹងកំពុងតែរងចាំមើលគ្រូថាអូខេធ្វើឲ្យហើយគ្រូនៅអង្គុយអីចឹងទៅបានគាត់ធ្វើប៉ុន្តែបើសិនជាគ្រូផ្លេចខ្លួនមកផ្លែតអីចឹងទៅគាត់ងាកទៅធ្វើអីផ្សេងឬក៏គាត់ទុកចោលចឹងទៅចាហ្នឹងយើងហៅថាកម្រិតទាបគឺកម្រិតទី2ឥឡូវកម្រិតមធ្យមកម្រិតទី3កុមារចូលរួមធ្វើសកម្មភាពប៉ុន្តែនៅត្រឹមកម្រិតប្រចាំថ្ងៃធម្មតានឹងមានសញ្ញាចូលរួមពិតប្រាកដតិចតួចតែប៉ុណ្ណោះចាកុមារមានភាពរីកចម្រើនខ្លះទៅលើអ្វីដែលពួកគេកំពុងធ្វើប៉ុន្តែมันបានបង្ហាញនៅធម៌ពលការផ្ចង់អារម្មណ៍ខ្លាំងឬនៅតែមានការរំខានអញ្ចឹងចំណុចនេះសំខាន់ណាស់បើយើងមើលឃើញកុមារហ្នឹងពីមុនឲ្យធ្វើការងារទៅអត់សូវចូលរួមអីប៉ុន្តែឥឡូវធ្វើតើមានអ្នកចាំមើលអ្នកចាំជួយបានគាត់ធ្វើដល់ពេលអត់មានអ្នកជួយមានអីគាត់អត់ធ្វើអញ្ចឹងមានន័យថាគាត់អត់បង្ហាញពីធម៌ពលឬក៏ការផ្ចង់អារម្មណ៍ធ្វើដោយខ្លួនឯងមានភាពឯករាជ្យអីទេអញ្ចឹងកម្រិតមធ្យមនេះគឺគាត់នៅខ្វះកន្លែងហ្នឹងចាកម្រិតខ្ពស់កម្រិតទី4គឺកុមារបន្តធ្វើសកម្មភាពខ្លាំងក្លាតែមួយរយៈពេលហើយកុមារហាក់ដូចជាមានការចូលរួមគ្រប់ពេលចាប៉ុន្តែកុមារមិនងាយរងនៅចាសកម្មភាពគាត់ចូលរួមខ្លាំងក្លាហើយចូលរួមគ្រប់ពេលកុមារមិនងាយរងនៅភាពរំខានពីមជ្ឈដ្ឋានខាងក្រៅចាចំណុចទី4នេះខ្ពស់ល្អចាយើងមើលឃើញចាមានការរំខានក៏ដោយគាត់អត់ស្គាល់គាត់នៅតែបន្តធ្វើការងារគាត់ចាឥឡូវយើងឈានដល់កម្រិតទី5ខ្ពស់បំផុតវិញកុមារបន្តធ្វើសកម្មភាពបន្តគ្នាចាប់ពីមួយចូលមួយចាប់ពីមួយចូលមួយហើយកម្រិតនៃការធ្វើនោះគឺកម្រិតខ្លាំងក្លាដែលមើលទៅសកម្មបំផុតចាហើយកុមារមានការផ្ចង់អារម្មណ៍ចាផ្ចង់អារម្មណ៍យកចិត្តទុកដាក់ជាមួយនឹងការងារហ្នឹងហើយច្នៃប្រឌិតហើយមើលទៅស្វាហាប់ប្រកបដោយធម៌ពលហើយខិតខំប្រឹងប្រែងស្ទើរតែគ្រប់អំឡុងពេលនៃការធ្វើសកម្មភាពចាអូខេយើងចប់ហើយតាក់ទងនឹងសុខភាពផ្លូវចិត្តនិងការចូលរួមរបស់សិស្សដែលជាចំណុចដ៏សំខាន់នៃប្រសិទ្ធភាពនៃការគ្រប់គ្រងថ្នាក់រៀនឥឡូវនេះយើងយល់ពីការគ្រប់គ្រងថ្នាក់រៀនដែលមានប្រសិទ្ធភាពហើយចុះការគ្រប់គ្រងថ្នាក់រៀនមានន័យដូចនេះចាមុននឹងយើងឈានទៅដល់មេរៀនទី2ដែលនិយាយអំពីវិធីនៃការគ្រប់គ្រងថ្នាក់រៀនការគ្រប់គ្រងថ្នាក់រៀនជាសកម្មភាពអនុវត្តនិងដំណើរការដែលគ្រូប្រើវិធីបង្រៀនជាក់លាក់ក្នុងគោលបំណងបង្កើតឲ្យមានបរិស្ថានសមស្របសម្រាប់គ្រប់គ្រងនិងសម្របសម្រួលការរៀនសូត្ររបស់សិស្សចានោះជាអ្វីដែលគេឲ្យនិយមន័យនៅក្នុងសភៅចាហើយគេបានលើកឡើងថាគ្រូបង្រៀនល្អដែលគាត់ចេះប្រើការគ្រប់គ្រងថ្នាក់រៀនបានល្អហ្នឹងប្រើបញ្ញត្តិដំណឹកនាំមេរៀននិងទម្លាប់ចាខ្ញុំបើកបង្ចោតថាទម្លាប់នេះគឺសំដៅលើសកម្មភាពប្រចាំថ្ងៃនៅក្នុងថ្នាក់រៀននៅក្នុងពេលរៀនហ្នឹងចាដើម្បីធានាថាសិស្សចូលរួមសកម្មភាពក្នុងការសិក្សាជាចាំបាច់គ្រូមិនប្រើវិធីគ្រប់គ្រងថ្នាក់រៀនដើម្បីគ្រប់គ្រងឥរិយាបថរបស់សិស្សទេប៉ុន្តែគាត់ប្រើវិធីនេះដើម្បីដឹកនាំសកម្មភាពបង្រៀននិងរៀនតាមមធ្យោបាយបែបស្ថាបនាចាចុងកន្លែងនេះខ្ញុំបើកវងកញ្ចក់បន្តិចណាខ្ញុំឃើញផ្ទាល់ហ្មងពេលដែលលោកគ្រូអ្នកគ្រូខ្លះគាត់ចាប់ដើមមេរៀនអញ្ចឹងមុននឹងបង្រៀនមេរៀនគាត់ទៅប្រើការនិយាយមួយចំនួនដែលធ្វើឲ្យសិស្សហ្នឹងយើងថាបាក់ទឹកចិត្តបាត់ហើយ
ឧទាហរណ៍ដូចជាមិនសក់ក៏មិនចងអីចឹងណាចាសូវមួយម៉ៅអត់ស្អាតអត់អីចឹងទៅហើយខោអាវមិនក៏មិនសម្លោះមិនអីចឹងទៅចឹងប្រើវិធីទាំងអស់ហ្នឹងទៅរបៀបដូចរិះគន់បានហើយរំចូលដល់មេរៀនគ្នានោះអារម្មណ៍នោះចាលែងចាប់យកមេរៀនបានហើយចឹងលើកទឹកចិត្តថាយើងប្រើវិធីគ្រប់គ្រងថ្នាក់រៀនបែបណាដើម្បីផ្ដោតទៅលើសកម្មភាពដែលយើងនឹងរៀនជាមួយគ្នានៅក្នុងអង្គសិក្សានឹងរដ្ឋាភិបាលខ្ញុំទទួលស្គាល់ថាកិច្ចការខ្លះតាក់ទងអេយ៉ាបលល្អប៉ុន្តែយើងអាចរកវិធីម៉ោងពេលណាមួយផ្សេងអញ្ចឹងទៅឬក៏រៀងរាល់ព្រឹកដែលជាសកម្មភាពជាប្រចាំហ្មងហើយគួរតែប្រើជាលក្ខណៈបែបឆ្លោះបញ្ចាំងជាងលក្ខណៈតិទៀនដល់សិស្សយើងអរគុណច្រើនយើងចប់មេរៀនទី1ហើយយើងនឹងទៅរៀនមេរៀនទី2ជាមួយគ្នានៅវីដេអូក្រោយ